សេចក្តីជូនដំណឹងពីគណៈកម្មការទុកងោព្រះនាមស្បៃវែងពីព្រះចៅអធិការវត្តកោះប្រជាគណៈកម្មការអាចារ្យវត្តគណៈកម្មការទូតពុទ្ធបរិស័ទនិងចំណុះទុកងោស្បៃវែងដែលស្ថិតនៅក្នុងវត្តកោះប្រជាភូមិកោះប្រជាឃុំភូមិធំស្រុកគៀនស្វាយខេត្តកណ្ដាលសូមចម្រើនពរគោរពជូនសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីសប្បុរសជនចិត្តឆ្ងាយឲ្យបានជ្រាបថាបច្ចុប្បន្ននេះទុកងោស្បៃវែងមានសភាពចាស់ទ្រុឌទ្រោមមិនអាចយកទៅប្រកួតបានទៀតទេដោយអាស្រ័យហេតុខាងលើសំណើបិណ្ឌបាតថវិកាដើម្បីកសាងទុកងោមួយគ្រឿងដែលមានព្រមានថាស្បៃវែងដើម្បីចូលរួមក្នុងពិធីបុណ្យជាតិឡើងវិញតបតាមកម្មវត្ថុជម្រាបជូនខាងលើអាត្មាភាពជាព្រះចៅអធិការវត្តសូមចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីសប្បុរសជនចិត្តឆ្ងាយមេត្តាជ្រាបថាកន្លងមកនៅវត្តកោះប្រជាមានទូកងមួយគ្រឿងព្រះនាមថាស្បៃវែងធ្លាប់មានឈ្មោះបោះសម្លេងល្បីរន្ទឺនិងធ្លាប់ដណ្ដើមបានចំណាត់ថ្នាក់ផែនលេខ1ជាហោហាយជូនវត្តបច្ចុប្បន្ននេះទូកងស្បៃវែងមានសភាពចាស់ទ្រុឌទ្រោមទៅហើយមិនអាចយកទៅប្រកួតប្រណាំងបាននោះទេគោលបំណងដើម្បីរក្សាសភាពដើមនៃទូកចាស់ដែលជាស្នាដៃដូនតានិងប្រពៃណីប្រកួតប្រណាំងទូកងជាពិសេសសម្រាប់ពុទ្ធបរិស័ទរស់នៅភូមិកោះប្រជាដូច្នេះអាត្មាភាពជាព្រះគ្រូចៅអធិការវត្តគណៈកម្មការអាចារ្យគណៈកម្មការទូកងនិងចំណោះទូកបានមូលមតិគ្នាសាងសង់ទូកងថ្មីទូកអមបរោះខ្នាតវែងដែលមានប្រវែងប្រមាណជា34ម៉ែត្រចំណុះ75នាក់សម្រាប់ចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុកនៅរាជធានីភ្នំពេញក៏ដូចជាការប្រកួតក្នុងកម្មវិធីបុណ្យប្រពៃណីជាតិខ្មែរផ្សេងៗផងដែរសេចក្តីនេះបានចម្រើនពរនិងជម្រាបជូនខាងលើនេះសូមសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីសប្បុរសជនចិត្តឆ្ងាយមេត្តាជួយឧបត្ថម្ភថវិកាតាមកម្លាំងសទ្ធាជ្រះថ្លាផងចុះចំពោះ QR code និងលេខទូរស័ព្ទទំនាក់ទំនងខ្ញុំនឹងដាក់នៅខាងចុងវីដេអូនេះសូមសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីសប្បុរសជនជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយនិងមេត្តាទទួលនៅការគោរពចម្រើនពរដ៏ខ្ពង់ខ្ពស់ពីអាត្មាភាពនិងយើងខ្ញុំទាំងអស់គ្នាដោយក្តីអនុគ្រោះសូមអរព្រគុណសូមអរគុណសូមជម្រាបលា